អាវុធអ៊ីស្រាអែលរួមផ្សំជាមួយនឹងអាវុធទំនើបពីប្រទេសចិននិងបណ្ដាប្រទេសលោកខាងលិចបានធ្វើឲ្យសមរភូមិប្រយុទ្ធរបស់ថៃមានព្រៀបមកលើកម្ពុជានៅក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាជាថ្មីចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកនេះបើយោងទៅតាមកាសែត Israel Haaretz នៅក្នុងអត្ថបទវិភាគដែលចេញផ្សាយនៅថ្ងៃទី10ខែធ្នូកាសែត Haaretz បានរាយការណ៍ថាឧត្តមភាពយោធាថៃអាចមើលឃើញបានយ៉ាងច្បាស់នៅគ្រប់សមរភូមិទាំងជើងគោកលើអាកាសនិងជើងទឹកនេះដោយសារតែថៃពឹងផ្អែកទៅលើប្រព័ន្ធការពារជាតិដែលផលិតនៅអ៊ីស្រាអែលបំពេញបន្ថែមដោយយុទ្ធឧបករណ៍ពីសហរដ្ឋអាមេរិកអឺរ៉ុបនិងចិនអត្ថបទព័ត៌មាននេះកត់សម្គាល់ថាប្រទេសថៃថ្មីនេះបានពង្រីកសមត្ថភាពការពារដែនអាកាសរបស់ខ្លួនដោយការទិញមីស៊ីលប្រឆាំងយន្តហោះ MX ដែលផលិតនៅអ៊ីស្រាអែលបន្ថែមទៅលើចំនួនអាវុធរបស់អ៊ីស្រាអែលដ៏ច្រើនសន្ធឹកដែលកំពុងតែបម្រើកងទ័ពជើងគោកទ័ពអាកាសនិងទ័ពជើងទឹកថៃទាំងនេះរួមមានប្រព័ន្ធបាញ់រ៉ុកែតកាំភ្លើងធំមីស៊ីលប្រឆាំងរថក្រោះនិងអាវុធថ្មើរជើងរាប់សិបប្រភេទទៀតកាសែតនេះថាថៃមានព្រៀបខ្លាំងណាស់ទៅលើការវាយប្រហារតាមអាកាសគ្រប់គ្រងដោយយន្តហោះចម្បាំង F-16 របស់អាមេរិកនិង Gripen ផលិតនៅស៊ុយអែតយោងតាម Haaretz យន្តហោះទាំងនេះត្រូវបានបំពាក់ដោយប្រព័ន្ធកំណត់គោលដៅនិងប្រព័ន្ធនាំផ្លូវរបស់អ៊ីស្រាអែលដែលកម្ពុជាពិបាកទប់ទល់កាសែតអ៊ីស្រាអែលដដែលលើកឡើងថាថៃក៏បានប្រើ drone Hermes 900 Aerostar Orbiter និង Dominator XP ផងដែរ drone ទាំងនេះអាចឃ្លាំមើលចម្ងាយឆ្ងាយប្រមូលព័ត៌មានស៊ើបការសម្ងាត់កំណត់គោលដៅនិងមានសមត្ថភាពធ្វើសង្គ្រាមអេឡិចត្រូនិកដែលផ្ដល់ឲ្យថៃនៅរូបភាពកាន់តែច្បាស់ពីសមរភូមិនៅជើងគោកកងកម្លាំងថៃបានប្រើប្រព័ន្ធរ៉ុកែតនិងកាំភ្លើងធំដែលភ្ជាប់ប្រព័ន្ធនាំផ្លូវរបស់អ៊ីស្រាអែលដែលបង្កើតឡើងដោយការសហការជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិរបស់ថៃក៏ប្រើមីស៊ីលប្រឆាំងរថក្រោះស្បៃរបស់អ៊ីស្រាអែលដែររថក្រោះចាស់ៗរបស់ថៃត្រូវអ៊ីស្រាអែលជួយធ្វើទំនើបកម្មឡើងវិញបើទោះបីជាប្រទេសចិនបានក្លាយជាដៃគូប្រកួតប្រជែងដ៏សំខាន់របស់អ៊ីស្រាអែលនៅក្នុងការផ្គត់ផ្គង់អាវុធដល់ប្រទេសថៃក៏ដោយកាសែត Haaretz សន្និដ្ឋានថាបច្ចេកវិទ្យាអាវុធរបស់អ៊ីស្រាអែលនៅតែមានព្រៀបជាងចិនខ្ញុំរស់សុធាពី News Today NTTV គម្រោងចាំក្នុងការធ្វើអ្វីមួយហើយស្ដាយក្រោយនៅពេលដែលបាត់បង់ម៉ាស៊ីនបាញ់ថ្នាំអង្គរ Sprayer គ្រប់គ្រងហានិភ័យទាន់ពេលវេលានិងគ្រប់ស្ថានភាព